ធ្លាប់តែឮធ្លាប់តែស្គាល់ម៉ូតូ Honda Winner X No! God, please, no! No! តែឥឡូវនេះក្រុមហ៊ុន Honda NCX បានចេញម៉ូតូ model ថ្មីរបស់ខ្លួនស៊េរី Winner ដែលមានតម្លៃខ្ទង់$2,700 ហើយតម្លៃនេះក៏អាចប្រែប្រួលទៅតាមតម្លៃទីផ្សារជាក់ស្ដែងផងដែរម៉ូតូ Honda Winner ម៉ូតូនេះមិនខុសគ្នាប៉ុន្មានពី Winner X នោះទេមិនថាទាំងរូបរាងប្រព័ន្ធម៉ាស៊ីននិងបច្ចេកវិទ្យាបើទោះជាវាជា model ថ្មីរបស់ក្រុមហ៊ុន Honda NCX ដែលទើបតែមានវត្តមានដំបូងក្នុងប្រទេសកម្ពុជាក៏ដោយម៉ូតូនេះមានកម្លាំងម៉ាស៊ីន 150cc ប្រភេទម៉ាស៊ីន4តង់ semi 1 Spap 4 DOAC បញ្ចុះកម្ដៅទៅដោយទឹកប្រើប្រាស់ចង្កឹះលេខ6 វគ្គប្រើប្រាស់ប្រព័ន្ធបាញ់ប្រេងសាំង PGM FI និងមានធុងសាំងចំណុះ 4.5 លីត្រម៉ូតូ Honda Winner ឆ្នាំ 2026 មាន2 model Winner Sporty និង Winner Premium ដោយ model Sporty មានត្រឹមតែ1ពណ៌ 3 color ចំណែកឯ model Premium មានរហូតដល់4ពណ៌ខ្មៅប្រផេះក្រហមនិងពណ៌បៃតងម៉ូតូនេះមានបូមមុខប្រភេទ telescopic និងបូមក្រោយប្រភេទ mono ហើយមានបំពាក់ហ្វ្រាំងបូមឌីសមួយទាំងមុខនិងខាងក្រោយដោយប្រើប្រព័ន្ធហ្វ្រាំងរួម ABS និងមានរង្វង់កាំងកង់ 17 អ៊ីងនិងប្រើប្រាស់សំបកកង់គ្មានពោះវៀននោះទេម៉ូតូ Honda Winner ឆ្នាំ 2026 មានទម្ងន់124គីឡូក្រាមប្រើប្រាស់តួម៉ូតូប្រភេទ Twin Tube Steel រូបរាងបែប Sport មុតស្រួចបែប Aerodynamic រចនាបថឡើងតាមលំនាំម៉ូតូកម្ពុជារបស់ Honda CBR 1000RR ឆ្នូត3ពណ៌នៅខាងមុខនិងតួម៉ូតូអមជាមួយនឹងនិមិត្តសញ្ញា Winner R ក្រុងមេកាន់តែទាក់ទាញលើកធ្លុំផតវាប្រើប្រាស់ចង្កៀងមុខភ្លើង LED និងស្តុបផ្នែកខាងក្រោយប្រភេទ LED អមជាមួយនឹងភ្លើងសញ្ញោឆ្វេងស្ដាំភ្លើង LED ផងដែរម៉ូតូនេះមានកម្ពស់ពីកាបទៅដី795មីលីម៉ែត្រហើយមានកម្ពស់ពីបាតម៉ាស៊ីនទៅដី153មីលីម៉ែត្រវាប្រើប្រាស់សោ Smart Key ស៊េរីចុងក្រោយអមជាមួយនឹងកុងទ័រល្បឿន Full Digital ទាន់សម័យដែលបង្ហាញពីរង្វាស់ល្បឿនជុំម៉ាស៊ីន RPM ភ្លើងសញ្ញាជូនដំណឹងនៃការកើនឡើងសីតុណ្ហភាពរបស់ម៉ាស៊ីនភ្លើងសញ្ញាប្រាប់ពីទីតាំងលេខព្រមទាំងគណនាការប្រើប្រាស់ប្រេងសាំងនិងមុខងារផ្សេងៗជាច្រើនទៀតសូមបញ្ជាក់ថាបងប្អូនអាចបង់រំលោះសុទ្ធ 100% លើម៉ូតូគ្រប់ម៉ាកគ្រប់ស៊េរីពីហាងដៃគូសហការ121ដែលមាន40ទីតាំងទូទាំងប្រទេសដោយចំណាយត្រឹមតែ10000រៀលប៉ុណ្ណោះក្នុងមួយថ្ងៃជាមួយនឹងឯកសារតម្រូវងាយៗឬចង់ទិញដាច់ក៏បានចង់វាយដូរក៏បាន